គ្រប់បញ្ជើញឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់បញ្ជើញថ្លែងនៅសន្ទរកថាស្វាគមន៍និងរបាយការណ៍សំគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតអាដាមអូរីណូអាស៊ូស៊ីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំប្រជាណាចក្រកម្ពុជាអាដាមលោកជំទាវសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលលោកស្រីយ៉ាម៉ាសាគីកាត់ស៊ូរ៉ាអនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុនចៃកាថ្ងៃនេះគឺជាឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយជាអនេកដែលខ្ញុំបាទរួមជាមួយអាជ្ញាធរខេត្តព្រះសីហនុក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកកម្មករនិយោជិកទាំងអស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុមានកិត្តិយសដ៏ខ្ពង់ខ្ពស់បានគោរពទទួលស្វាគមន៍វត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងវត្តមានរបស់អាដាមឯកអគ្គរដ្ឋទូតអូអ៊ីណូអាស៊ូស៊ីអាដាមលោកជំទាវលោកអ្នកអង្គញាភ្ញៀវកិត្តិយសជាតិអន្តរជាតិនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិកកម្មករនិយោជិកកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មមួយអភិវឌ្ឍផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ1996-2026នេះឱកាសនេះពិធីអបអរសាទរខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃរំដោះ7មករាឆ្នាំ1979មកទល់បច្ចុប្បន្នដើម្បីរំលឹកនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិកាលពី140ឆ្នាំមុនក្រៅអំពីការរៀបចំពិធីជួបសំណេះសំណាលរាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់ខ្ពស់និងបានគិតគូរក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិកនិងសុខដុមរមណីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈតាមរយៈការពង្រឹងការអនុវត្តយ៉ាងពេញលេញនៅច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីពច្បាប់ស្តីពីរបបសន្តិសុខសង្គមច្បាប់ស្តីពីប្រាក់ឈ្នួលអបបរមាគោលនយោបាយយុទ្ធសាស្ត្រនិងអនុសញ្ញាអន្តរជាតិផ្នែកការងារក្នុងគោលបំណងធានាបាននៅលក្ខខណ្ឌការងារល្អប្រសើរសុវត្ថិភាពនិងសុខភាពការងារដែលការពារផលប្រយោជន៍រួមជូនបងប្អូនកម្មករនិយោជិកនិងនិយោជករួមជាមួយនឹងការគិតគូរអំពីការចរចានិងដំឡើងប្រាក់ឈ្នួលអបបរមាប្រាក់រង្វាន់អតីតភាពការងារនិងអត្ថប្រយោជន៍ផ្សេងជាប្រចាំជាមួយគ្នានេះក្នុងបរិបទនាពេលបច្ចុប្បន្នដែលកម្ពុជាក៏ដូចជាប្រទេសជាច្រើនបាននឹងកំពុងជួបប្រទះនៅការលំបាកដែលបង្កឡើងដោយវិបត្តិសកលយ៉ាងណាក្តីតាមរយៈការដាក់ចេញនៅគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នកម្ពុជាបាននឹងកំពុងជំនះនៅការលំបាកនិងឧបសគ្គធំជាច្រើនក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិឲ្យទទួលបានវឌ្ឍនភាពឡើងវិញនិងសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសជំរុញសកម្មភាពរបស់វិស័យឯកជនលើផលិតកម្មអាជីវកម្មពាណិជ្ជកម្មនិងសេវាកម្មគ្រប់ប្រភេទដើម្បីបង្កើតមុខរបរនិងការងារជូនបងប្អូនប្រជាពលរដ្ឋកម្មករនិយោជិកដែលនឹងបង្កើននូវប្រាក់ចំណូលនិងលើកកម្ពស់កម្រិតជីវភាពការនេះសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបុគ្គលិកកម្មករនិយោជិកនិងសហជីពទាំងអស់ដែលមានវត្តមាននិងកំពុងបំមន្ត្រីរាជការបុគ្គលិកកម្មករនិយោជិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សូមសម្ដែងនៅសេចក្តីសោមនស្សរីករាយនិងសូមចូលរួមអបអរសាទរគប់អនុស្សាវរីយ៍លើកទី30នៃជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ1996-2026ដែលបានប្រសូតចេញពីផ្លែផ្កានៃទំនាក់ទំនងការទូតកិច្ចសហប្រតិបត្តិការល្អនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុនដើម្បីជាសក្ខីភាពនៃការចងចាំនិងការដឹងគុណខ្ញុំបាទសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអធិបតីនាយករដ្ឋមន្ត្រីដើម្បីថ្លែងអំណរគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតអូអ៊ីណូអាស៊ូស៊ីដែលកំពុងមានវត្តមាននៅទីនេះដែលជានិច្ចកាលប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាច្រើនសន្ធឹកសន្ធាប់ពិសេសគឺការផ្ដល់ហិរញ្ញប្បទានសម្រាប់ការកសាងទុនធានមនុស្សសមត្ថភាពស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែករឹងនិងផ្នែកទន់បើគិតនៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍកំពង់ផែវិញនៅក្នុងរយៈពេល30ឆ្នាំមកនេះប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍសាងសង់និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលបានធ្វើឲ្យកំពង់ផែរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីក្រោមការឯកភាពជាតិនិងសាមគ្គីជាតិក្នុងរយៈពេលជាង3ទសវត្សរ៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក៏ដូចជារាជរដ្ឋាភិបាលនេតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឲ្យកំពង់ផែមានការអភិវឌ្ឍពង្រឹងនិងពង្រីកសមត្ថភាពជាបន្តបន្ទាប់ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះក្តីខ្ញុំបាទសូមយកឱកាសនេះគោរពជូនសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងអង្គពិធីមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់អំពីលទ្ធផលអាជីវកម្មសេវាកម្មនិងប្រតិបត្តិការរបស់កំពង់ផែដែលបានសម្រេចដូចតទៅតាមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបុគ្គលិកកម្មករនិយោជិតកំពង់ផែនៅក្នុងឆ្នាំ2025កន្លងទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានសម្រេចបរិមាណកុងតឺន័រសរុបប្រមាណចំនួនជាង 1.34 លាន TEU កើនឡើង 30.57% និងចំណូលអាជីវកម្មសរុបប្រមាណជាង 155.36 លានដុល្លារអាមេរិកកើនឡើង 35.30% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024ជាមួយគ្នានេះចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន 1775 គ្រឿងកើនឡើង 13.35% ប៉ុន្តែចំណុះផ្ទុកនាវាមានរហូតដល់ 26.12 លានតោនកើនឡើង 29.27% និងបរិមាណទំនិញឆ្លងកាត់មានចំនួន 12.32 លានតោនកើនឡើង 25.78% ដោយឡែកបើគិតត្រឹមត្រីមាសទី1ឆ្នាំ2020កំពង់ផែក៏បានគិតគូរអំពីវិធានការដោះស្រាយបន្ទាន់ថ្មីបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ2026ក្នុងពេលដែលសមត្ថភាពកំពង់ផែនៅមានកម្រិតផងដែរការនេះពិតជាបានបង្ហាញឲ្យឃើញថាក្រោយពីការបង្កើនសមត្ថភាពផែនៅក្នុងឆ្នាំ2024ឲ្យឡើងដល់ 1 លាន TEU បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនលើសពី 1 លាន TEU ក្នុងមួយឆ្នាំនិងនៅក្នុងឆ្នាំ2025នៅពេលសមត្ថភាពផែបង្កើនឡើងដល់ 1.3 លាន TEU បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនដល់ 1.34 លាន TEU ដូច្នេះតាមរយៈករណីនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុបានចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនសរុបតាមផ្លូវសមុទ្រដោយហេតុថាចំណែកភាគច្រើននៃការដឹកជញ្ជូនឬពាណិជ្ជកម្មអន្តរជាតិជាង 80% ត្រូវបានដឹកជញ្ជូនតាមសមុទ្រដែលជាមធ្យោបាយដឹកជញ្ជូនដែលមានតម្លៃថោកជាងគេបើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតបន្ថែមពីនេះ
ដើម្បីរួមចំណាយគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននឹងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន3ជំហានក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនិងជំនួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារចៃការរួមមានដូចជា 1. គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី1មានប្រវែង350ម៉ែត្រជម្រៅទឹក 14.5 ម៉ែត្រដែលនឹងអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក 93% ចូលចតបាននិងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រ$200ក្នុងមួយ TEU កិត្តត្រឹមខែមេសាឆ្នាំ2026គម្រោងទាំងមូលសម្រាប់វឌ្ឍនភាពបាន 66.7% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ2027ខាងមុខដែលនឹងជួយបង្កើនសមត្ថភាពផែដល់1,045,000 TEU ក្នុងមួយឆ្នាំ 2. គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី2មានប្រវែង400ម៉ែត្រជម្រៅទឹក 16.5 ម៉ែត្រដែលនឹងអនុញ្ញាតឲ្យនាវាផ្លូវរត់ក្នុងតំបន់ Indo-Pacific ចូលចតបានគម្រោងនេះគ្រោងនឹងចាប់ផ្ដើមអនុវត្តការសាងសង់នៅក្នុងកំឡុងខែកញ្ញាឆ្នាំ2026ខាងមុខនេះនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2029ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ 2,20,000 TEU ក្នុងមួយឆ្នាំ 3. គម្រោងពង្រីកចំណតកំពង់ផែទឹកជ្រៅថ្មីជំហានទី3មានប្រវែង440ម៉ែត្រជម្រៅទឹក 17.5 ម៉ែត្រដែលអនុញ្ញាតឲ្យនាវាផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់គម្រោងនេះបច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃនិងចាប់ផ្ដើមអនុវត្តការសាងសង់នៅដើមឆ្នាំ2027ខាងមុខ 4. គម្រោងសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នាវាដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជូនកំពង់ផែនៅដើមឆ្នាំ2026និងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ2022ដែលអាចគ្រប់គ្រងនាវាធ្វើចរាចរណ៍ក្នុងរង្វង់ប្រមាណ97គីឡូម៉ែត្រព្រមទាំងសម្រួលចរាចរណ៍នាវាធានាសុវត្ថិភាពនិងជួយសង្គ្រោះនាវាដែលជួបឧបទ្ទវហេតុផ្សេងៗខ្ញុំបានសូមគោរពជម្រាបជូនសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងអង្គពិធីមេត្តាជ្រាបដល់គង់គួរថាការអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅទាំង3ជំហាននេះគឺមានភាពបញ្ស៊ីគ្នានិងឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់និងមជ្ឈមណ្ឌល Logistic ដែលនឹងអនុញ្ញាតឲ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាននាពេលខាងមុខជាពិសេសអាចធានាបាននូវការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រឲ្យមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ក្រៅអំពីការគិតគូរលើការអភិវឌ្ឍនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្រសួងសាធារណការដឹកជញ្ជូនក៏បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធរៀបចំក្របខ័ណ្ឌនៃការអភិវឌ្ឍនិងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ2025-2033ដែលត្រូវបានរដ្ឋាភិបាលអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃទី5ខែមីនាឆ្នាំ2025និងការតភ្ជាប់បណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រដើម្បីពង្រីកវិសាលភាពនិងសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹកជាក់ស្ដែងគម្រោងគ្រប់គ្រងបង្ហាញពីឧត្តមភាពនិងលទ្ធភាពក្នុងការស្រូបទាញសក្តានុពលនៃការធ្វើដំណើរនិងដឹកជញ្ជូនទំនិញតាមផ្លូវទឹកដែលអាចតភ្ជាប់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងកំពង់ផែផ្សេងៗនៅកម្ពុជានាពេលអនាគតជារួមការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុនិងក្របខ័ណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនិងកំពង់ផែបាននឹងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជានិងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដែលបានកំណត់យ៉ាងច្បាស់អំពីការអភិវឌ្ឍវិស័យកំពង់ផែនៅត្រង់ចំណុចទី3នៃមុំទី2ក្នុងបញ្ញកោណទី2គឺការបន្តបង្កើនថវិកាវិនិយោគនិងគៀងគរហិរញ្ញប្បទាន
ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះរួមទាំងផ្លូវគោកផ្លូវដែកផ្លូវទឹកកំពង់ផែនិងផ្លូវអាកាសជាពិសេសគម្រោងនាវាចរនិងប្រព័ន្ធ logistics សម្ដេចទឹកបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីពិតណាស់ការរីកចម្រើនរបស់កំពង់ផែជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកើតឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹងក៏ដូចជាការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជានិងជាពិសេសការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារចៃការតែបានគាំទ្រដល់ការអភិវឌ្ឍសាងសង់និងការធ្វើទំនើបកម្មលើប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែក្នុងន័យនេះយើងខ្ញុំទាំងអស់គ្នាក្នុងនាមក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកកម្មករនិយោជិកទាំងអស់សូមបដិញ្ញាចិត្តខ្ពស់បន្តពង្រឹងគុណភាពនៃការផ្តល់សេវាកម្មតាមប្រព័ន្ធ Digital ដើម្បីលើកកម្ពស់សមត្ថភាពកំពង់ផែគុណភាពសេវាកម្មពង្រឹងភាពប្រកួតប្រជែងដើម្បីបង្កើននូវការជឿទុកចិត្តពីសំណាក់ក្រុមហ៊ុននាវាវិនិយោគិនក៏ដូចជាអ្នកប្រើប្រាស់កំពង់ផែទាំងអស់ជាពិសេសរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិសារជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលតែងតែផ្ដល់ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់មន្ត្រីរាជការបុគ្គលិកកម្មករនយោជិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុខ្ញុំបាទក៏សូមថ្លែងអំណរគុណជូនចំពោះក្រសួងស្ថាប័ននិងអាជ្ញាធរដែនដីដែលបានជួយសម្របសម្រួលក្នុងប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែនាពេលកន្លងមកនិងសូមថ្លែងអំណរគុណជាពិសេសជូនដល់អតិថិជននិងអ្នកប្រើប្រាស់សេវាកម្មកំពង់ផែទាំងអស់ជាទីបញ្ចប់ខ្ញុំបាទសូមគោរពប្រសិទ្ធពរជ័យជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់សូមទទួលបាននៅសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លានិងប្រាជ្ញាឈ្លាសវៃដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែទាំងមូលសូមសម្រេចបានជោគជ័យគ្រប់ភារកិច្ចនិងសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឡើយសូមអរគុណ